ជាពិសេសទៅដល់បងឬក៏បងប្អូននៅតែងតែធ្វើការតាមដាននៅក្នុង page របស់ខ្ញុំបាទហើយបើសិនជាមិនទាន់បានធ្វើការ follow ឬក៏ចុច subscribe ទេសូមជួយធ្វើការ subscribe នេះមួយផងដើម្បីទទួលបាននៅខ្សែវីដេអូថ្មីគេហៅថា educational video បងប្អូនណាគឺជាប្រភេទជាវីដេអូនៅក្នុងការអប់រំបាទនៅក្នុងនេះផងដែរគឺថ្ងៃនេះខ្ញុំសូមលើកយកនៅ clear មួយដែលខ្ញុំដកស្រង់ចេញអំពី my father advice គឺចង់និយាយថាជាដំបូន្មានរបស់ឪពុកម្ដាយបាទបងប្អូនណាអញ្ចឹងគិតថានៅក្នុង clear ហ្នឹងគេសរសេរថា not everything will be go as you expect in your life. This is why you need to drop expectation and go with the flow បាទសំណួរសួរថាតើអត្ថន័យនឹងមានន័យខ្លឹមសារយ៉ាងណាអញ្ចឹងវីដេអូមួយនេះគឺសម្រាប់បងប្អូនបើសិនជាបងប្អូនមិនទាន់ធ្វើការ follow ឬក៏ subscribe សូមជួយមេត្តា subscribe និង follow page របស់ខ្ញុំមួយផងដែរដើម្បីរងចាំនៅខ្សែវីដេអូថ្មីទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរហើយខ្ញុំនឹងសូមជម្រាបជូននៅបន្តទៅទៀតនេះដូចតទៅបាទ Here we go អញ្ចឹងក៏សូមជម្រាបសួរសារជាថ្មីម្ដងទៀតដែលនៅថ្ងៃនេះគឺជាឱកាសមួយនៅក្នុងការផ្ដល់ជូននៅ clear ថ្មីមួយទៀតដែលខ្ញុំបានជម្រាបជូនដោយចំណងជើងនៅខាងលើវីដេអូដែលគេនិយាយថា not everything will go as you expect in your life. This is why you need to drop expectation and go with flow បងប្អូនណាអញ្ចឹងនៅក្នុងនឹងគឺមុននឹងចូលទៅដល់អត្ថន័យក្នុងន័យរួមគឺខ្ញុំសូមជម្រាបនឹងធ្វើការបកប្រែថា not everything ហ្នឹងគឺគេថាមិនមែនគ្រប់អ្វីអ្វី will go as expect in your life វានឹងកើតឡើងគ្រប់ការរំពឹងទុកនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់គ្នានោះទេទាំងជីវិតខ្ញុំក៏ដូចជាជីវិតអ្នកដទៃផងដែរចឹងហើយបានគេដាក់ clear ថា not everything will go as you expect in your life ចឹងគេបន្តទៀតថា this is why you need to drop expectation and go with flow បាទជាហេតុដែលគេនិយាយថាដោយសារតែគ្រប់រឿងទាំងអស់វាមិនអាចកើតឡើងទៅតាមអ្វីដែលយើងរំពឹងទុកនោះទេហើយរឿងហេតុទាំងអស់នេះហើយបានជាយើងត្រូវតែទម្លាក់ចោលនៅការរំពឹងទុកហើយទុកឲ្យវាទៅតាមដំណើរនៃរឿងរបស់វាបាទពីព្រោះថាពេលខ្លះយើងអត់អាចកំណត់នៃរឿងទេប៉ុន្តែវានឹងអាចធ្វើដំណើរទៅតាមអ្វីដែលជាហេតុនិងផលរបស់វាខ្ញុំឧទាហរណ៍ថាបើសិនជាយើងធ្វើការត្បាញកម៉ាបងប្អូនណាតែត្បាញកម៉ាយើងអត់បាច់ចាំទៅខ្វល់អីច្រើនទេយើងធ្វើតែឲ្យវាតាមលំដាប់លំដោយទៅខាងក្រោយមកគឺយើងនឹងចាប់ផ្ដើមទទួលនឹងធ្វើពីជំហានមួយទៅជំហានមួយស្អាតបាទក៏ដូចជាការរៀនសូត្រដែរបងប្អូនណាការសិក្សារៀនសូត្រក៏ដូចគ្នាដែរអត់បាច់ចាំបង្ខំអត់បាច់ចាំហួសហេតុពេកទេបងប្អូនណាឲ្យតែយើងដើរទៅតាម flow របស់វានឹងជាប់ដូចយើងចាប់ដើមចេញពីថ្នាក់ទីមត្តេយ្យជាន់ទាបមត្តេយ្យកណ្ដាលហើយនឹងមត្តេយ្យខ្ពស់ទៅដល់ថ្នាក់ទី1ទី2អីចឹងទៅឲ្យតែ flow របស់វាលទ្ធផលចុងក្រោយគឺនឹងបានបាទអញ្ចឹងក្នុងន័យហ្នឹងគឺគេចង់ឲ្យយើងយល់អញ្ចឹងបងប្អូនណាហើយក៏យើងត្រូវតែជៀសវាងនៅក្នុងការខកបំណងអ្វីទៅហៅថាខកបំណងគេថាមិនបានសម្រេចគេហៅថា unsuccessful goal ហ្នឹងគឺយើងកុំត្រូវដាក់នៅសេចក្តីរំពឹងទុកពេកដែលភាសាអង់គ្លេសគេហៅថា expectation ហ្នឹងការរំពឹងទុកបងប្អូនណាអញ្ចឹងនៅក្នុង clear មួយនេះជាដំបូលមានរបស់ឪពុកម្ដាយហើយជាភាសាអង់គ្លេសហើយក៏ខ្ញុំធ្លាប់ទទួលបានពីឪពុកម្ដាយរបស់ខ្ញុំដែរទាក់ទងទៅនឹងអ្វីដែលជាការរំពឹងទុកវាគឺជាដំណើរនៃការបង្កើតនៃសេចក្តីទុក្ខសោកឲ្យយើងវិញដោយសារតែនៅអ្វីដែលយើងធ្វើទៅវាមិនបានសម្រេចទៅតាមបំណងប៉ុន្តែ
thom chết bằng khát máu thả bơ dương thưa ấy cứ tao tại bàn này hỏi bàn nước ban từ tam nơi ở với đại chia sẻ cảm phiền phơi bao giờ thả dương thưa lỗ rồi con mình bàn lỗ nhóm mục tiêu họ thả riêng đôi khi một cuộc có của riêng một cuộc kho của riêng có bên tay là tập hợp này cả tranh máu cứ khóc nía tiếng nông cứ vì so bằng hai nhóm pí sạ cam mà phiền này cả riêng được bỏ quát được nông ca dục chết tục đạt được bỏ quát hai nâng tiện tôn từ nâng tu sạ vi sai này cả riêng được bỏ quát hoàng đại tiện tôn từ nâng thuần thiên cắt ta chi vi phiếp hay cắt ta cru sa hay nâng phục phong bồ tiếng ót đại về nhang ói tranh lật tập hợp nó khóc nía hoàng đại và chấn trôi lóp màu quỳnh It is not everything will go as you expect in your life. But គ្រប់រឿងវានឹងមិនអាចកើតឡើងដោយអ្វីដែលយើងគិតនៅក្នុងគ្រប់ជីវិតដែលយើងចង់បាននោះទេ That this is why you need to drop expectation ហើយទាំងនេះហើយគឺជាហេតុផលទាំងនេះហើយដែលយើងត្រូវតែធ្វើការទម្លាក់នៅក្តីរំពឹងទុករបស់យើងហើយសុខទុកឲ្យវាធ្វើដំណើរទៅតាមអ្វីដែលសកម្មភាពជាក់ស្ដែងអំពើជាក់ស្ដែងរបស់វាបាទអញ្ចឹងទាក់ទងទៅនឹង clear មួយនេះគឺខ្ញុំគិតថាបងប្អូននឹងអាចយល់បានហើយក៏មានតែប៉ុណ្្នឹងទេហើយបើសិនជាមានការលើសលួសខ្វះខាតនៅពាក្យសម្ដីត្រង់ណាមួយក៏សូមធ្វើការខន្តីនឹងអភ័យទោសហើយក៏អាច comment នៅខាងក្រោមវីដេអូដើម្បីជាការកែតម្រូវបងប្អូនណាកែតម្រូវជិះវៀងជិះចិនលិចពន្លិចបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយជាចុងបញ្ចប់ក៏សូមគ្រប់នឹងជូនពរទៅដល់បងប្អូនតែតែងតែតាមដាននិយមតាមដាន page របស់ខ្ញុំហើយពេលខ្លះក៏បងប្អូនបានឃើញ page របស់ខ្ញុំដាក់ទៅតាំងពីដំណាំអីចឹងទៅប៉ុន្តែខ្ញុំសូមជម្រាបថាវាជាការជា my pleasure បងប្អូនណាវាជាការអ្វីដែលខ្ញុំចូលចិត្តហើយវាទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃផងខ្ញុំហើយក៏ខ្ញុំរៀបវាទុកជាឯកសារសម្រាប់ខ្លួនខ្ញុំផងដែរបើអញ្ចឹងក៏ខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយល់នៅអ្វីដែលខ្ញុំបានជម្រាបជូនខាងលើហើយជាចុងបញ្ចប់ក៏សូមជូនពរទៅដល់បងប្អូនជួបតែសេចក្តីសុខចម្រើនសុភមង្គលនៅក្នុងជីវិតគ្រួសារដូចនៅក្នុងឃ្លាមួយនេះផងដែរថាកុំរំពឹងទុកច្រើនពេកអញ្ចឹង not everything will go as expect in your life this is why you need to drop expectation will go flow សូមបញ្ចប់តែប៉ុណ្្នឹងជួបគ្នានៅខ្សែវីដេអូក្រោយបាយបាយ